OK ណាស់ហើយថ្ងៃនេះដែរយើងមកធ្វើចេកឆាបអ្នកគ្នាជាដំបូងយើងចិតស្បកចេកឲ្យស្អាតមកហើយនេះដែរយើងធ្វើមិនសេះច្រើនណាយើងធ្វើតាពីស្និតទេហើយស្និតរបស់យើងក៏មិនតិចផ្លែដែរមកស្និតចង់20ផ្លែដែរបងប្អូនអើយយើងធ្វើការចិតស្បកវាស្អាតមកទាំងអស់ហ្នឹងតពីចិតស្បកអស់ហើយយើងក៏បន្តចាប់វាជាចំណុចហ្នឹងហ្នឹងគេហៅអីគេចម្រៀកតូចស្ដាងមកយើងដើម្បីងាយស្រួលបន្តយើងធ្វើការចិត្តវាឲ្យអស់ទាំងអស់មកបន្ទាប់ពីចិត្តអស់ហើយយើងក៏យកវាមកហាលថ្ងៃដើម្បីងាយស្រួលបន្តតពីហាលថ្ងៃមកយើងយកមកបន្តជាបន្តពេលដែលយើងហាលថ្ងៃវាស្រួលបន្តហើយបន្តលឿនទៀតតពីយកបំពងរួចអស់ហើយយើងក៏មកឆាវាជាមួយនឹងស្ករដំបូងយើងចាក់ទឹកហើយយើងដាក់ស្ករហើយយើងក៏កូរបន្ទាប់ពីយើងកូរមកវាពុះយើងក៏ចាក់ចេកហើយយើងក៏ច្បល់វាឲ្យសព្វសាច់ចេកនោះឲ្យវាសព្វល្អតមកយើងក៏ទុកវាចោលឲ្យត្រជាក់នេះគឺរីសាវចាំស្ដាប់សលេងវាអូខេស្ដាប់តែប៉ុណ្ណឹងហើយយើងធ្វើហើយយើងចាក់ចោលហ្មងទៅអាហ្នឹងចប់